បាទសួស្តីបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គមជាទីរាប់អានបាទថ្ងៃនេះធ្វើវីដេអូមួយចែករំលែកនិងដាក់ចែកជាវនៅខ្នាយមួយដែលជាប្រភេទនេះខ្នាយឥណ្ឌូនេស៊ីរបស់នេះគឺជារបស់ចាស់បងប្អូនវែងប្រហែលជាមួយតកន្លះបាទខ្នាយនេះគឺប្រវត្តិបានមកពីលោកគ្រូម្ចាស់មកពីប្រទេសឥណ្ឌូនេស៊ីហើយពេលដែលលោកទៅវិលទៅប្រទេសលោកវិញក៏លោកបានជាវខ្នាយនេះឲ្យទៅជែកវត្តនៅវត្តចាស់ខេត្តកពតអញ្ចឹងណាបងប្អូនហើយខ្ញុំក៏បានចែកពីកូនលោកមកទៀតអញ្ចឹងណាបងប្អូនហើយលោកតាគាត់សគត់ហើយអាយុពេលដែលសគត់នោះគឺ97ឆ្នាំអញ្ចឹងណាបងប្អូនជាប្រភេទខ្នាយឥណ្ឌូនេស៊ីបាទអញ្ចឹងបើសិនជាបងប្អូនមើលទៅស្រឡាញ់បាទឆាតចូល Telegram ដែលលេខស្មាតដែលជាប់ជាមួយនឹង profile ហ្នឹងបងប្អូនណាបាទហើយមិនថ្លៃទេខ្នាយឥណ្ឌូនេស៊ីនេះខ្ញុំចែកឲ្យក្នុងតម្លៃធូរទេដែលថាខ្ញុំយកមកធូរដែរអញ្ចឹងណាបងប្អូនបាទហើយចំណែកនេះគឺជាថ្មសំលៀងជ្រូកជើង5បាទជ្រូកនេះពីដើមគេយកទៅដាក់នៅវត្តណាបាទហើយប្រហែលជាវាមិននៅក្នុងវត្តវាចេះតែដើររកអីស៊ីអញ្ចឹងវត្តអត់លបងបងប្អូនអញ្ចឹងក៏ទៅដល់ប្រហែលជាដល់ផ្ទះគេអ្នកចិញ្ចឹមជ្រូកហ្នឹងគេបែរជាស្មាននៅជ្រូកគេវារួចអញ្ចឹងទៅក៏ចាប់ដាក់ជាមួយនឹងទ្រុងក្នុងជ្រូកផ្សេងអញ្ចឹងទៅបាទបានមកយកជ្រូកនៅក្នុងទ្រុង150ក្បាលងាប់ទាំងអស់អញ្ចឹងទៅក៏ចាប់ជ្រូកនេះយកមកលេងនៅវត្តវិញបាទអញ្ចឹងប្រវត្តិគឺអញ្ចឹងណាបងប្អូនហើយតូចទៀតតែក្រាស់តាមចង់អស់ដែរបងប្អូនបាទហើយបានមកដល់វត្តនេះដល់តែជ្រូកនឹងសាយសាកទៅក៏គេនាំគ្នាដដើមគ្នាខ្លះយកចង្គោមមកខ្លះយកខ្នាយខ្លះយកថ្មសំលៀងចឹងទៅហើយថ្មសំលៀងនេះបានទៅលោកអាចារ្យម្នាក់បាទពេលបាននឹងទៅកាន់អត់បានចឹងក៏បានបកគលឲ្យលោកអាចារ្យម្នាក់ទៀតដែលនៅវត្តជាមួយគ្នានឹងហើយក៏កាន់បានដែរចុងក្រោយក៏ប្រគេននៅលោកបាទប្រគេននៅលោកចឹងណាបងប្អូនបាទចឹងខ្ញុំក៏បានរបស់នេះបន្តពីលោកមកទៀតដែលបានស្គាល់លោកចឹងណាបងប្អូនហើយនេះគឺមានញាណពិតប្រកបបាទមានញាណមានទិដ្ឋិដៃជះចឹងសម្រាប់បងប្អូនដែលស្រឡាញ់គោរពលើជ្រូកជើង5ចឹងណាជ្រូកជើង5គឺជាស្ដេចជ្រូកមានអ្នកណាហ៊ានសម្លាប់ទេចឹងណាបងប្អូនបាទខ្ញុំមានមកគូអញ្ចឹងមកបងប្អូនមើលឃើញស្រឡាញ់បាទឆាតចូល Telegram របស់ខ្ញុំដែលជាលេខ Smart ខ្ញុំដាក់លើ profile ហ្នឹងបងប្អូនហើយខ្ញុំធ្លាប់សុំលោកសាកនៅលើដើមចេកកន្លះម៉ោងក៏អត់លូកដែរអញ្ចឹងណាបងប្អូនហើយបើបងប្អូនមើលឃើញស្រឡាញ់ក៏ឆាតតាម Telegram មកណាបងប្អូនបាទសូមអរគុណសូមជម្រាបលា